មនគឺជាប្រភេទបក្សីមួយបែបដែលប្រជាជនកម្ពុជាទូទៅចូលចិត្តចិញ្ចឹមព្រោះវាបានផ្ដល់សារៈប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើជាអាហារដ៏មានឱជារសផ្ទុយទៅវិញប្រជាជនភាគច្រើនពុំសូវបានយកចិត្តទុកដាក់ក្នុងការចិញ្ចឹមនិងថែរក្សាវាឡើយដោយឲ្យវារកស៊ីនិងរស់នៅតាមទីកន្លែងផ្សេងមនមិនត្រឹមតែផ្ដល់អាហារក្នុងគ្រួសារប៉ុណ្ណោះទេតែវាក៏ជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់គ្រួសារកសិករដែរពូជមាន់ដែលចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាសពថ្ងៃមានពីរប្រភេទគឺពូជមាន់ក្នុងស្រុកនិងពូជនាំចូលពីបរទេសហើយលក្ខណៈដែលសមប្រកបគឺការចិញ្ចឹមពូជមាន់មាននៅក្នុងស្រុកព្រោះវាងាយបន្សាំទៅនឹងអាកាសធាតុស៊ីចំណីមិនរើសអាចភ្ញាស់កូនបាននៅខ្លួនឯងជាពិសេសវាធន់ទៅនឹងជំងឺដូច្នេះដើម្បីឲ្យការចិញ្ចឹមមាន់មានការលូតលាស់ឆាប់រហ័សគ្មានជំងឺនិងមិនងាយបាត់បង់ត្រូវអនុវត្តតាមបច្ចេកទេសដូចខាងក្រោមជ្រើសរើសពូជមាន់ល្អមិនធ្លាប់មានជំងឺឆ្លងឬមិនធ្លាប់ជន់ឈាមគ្នាស្គាល់ប្រវត្តិច្បាស់មាន់ពូជចាំបាច់ត្រូវតែមិនផ្ទុកមេរោគជំងឺឆ្លងនៅក្នុងខ្លួនឡើយដើម្បីឲ្យកូនកើតមកមានសុខភាពល្អគ្មានជំងឺឆ្លងទៅមាន់ដទៃទៀតនៅក្នុងហ្វូងយើងអាចជ្រើសរើសពូជបាននៅពេលដែលវាពេញជំទង់អាយុចាប់ពី5ទៅ6ខែហើយយើងអាចមើលតាមលក្ខណៈសំខាន់ក្នុងការជ្រើសរើសពូជមាន់បាដូចជាមាន់បាត្រូវមានរូបរាងធំធាត់ល្អរឹងមាំមិនដែលកើតជំងឺគួរមានទម្ងន់ចាប់ពី2គីឡូក្រាមឡើងទៅមានភាពរហ័សរហួនពូកែជាន់មេអាយុចាប់ពី9ខែដល់3ឆ្នាំមានជើងពណ៌រមៀតនិងសេកក្រហមចំពោះមាន់មេគឺមេដែលមានរូបរាងធំធាត់ល្អរឹងមាំមិនដែលកើតជំងឺមានអាយុចាប់ពី7ខែឡើងទៅគួរមានទម្ងន់1គីឡូកន្លះឡើងទៅផ្ដល់ពងយ៉ាងតិច4ទៅ5សាក្នុងមួយឆ្នាំពងមួយសាបានចំនួនពី8ទៅ10គ្រាប់ក្រាបពងម្ដងកូនញាស់យ៉ាងតិច8ក្បាលពូកែចិញ្ចឹមកូនរួចពីងាប់ផ្សល់យ៉ាងតិច6ក្បាលគួរចងចាំថាការទុកពូជបន្តត្រូវជៀសវាងការបង្កាត់ជាន់ឈាមគ្នារវាងកូននិងមេខ្លួនឯងរវាងកូននិងបាខ្លួនឯងនិងរវាងបងប្អូនបង្កើតការបង្កាត់ដែលមានលក្ខណៈជាន់ឈាមបណ្ដាលឲ្យមាន់មានមាឌកាន់តែតូចទៅពងតិចកូនមិនសូវញាស់កើតមកខ្សោយងាយទទួលជំងឺម្យ៉ាងទៀតគួរជៀសវាងការទុកពូជមេឬបាចេញពីកូនដែលទើបតែពងលើកទី1និងពីមេដែលមានអាយុចាស់លើសពី3ឆ្នាំការធ្វើទ្រុងសម្រាប់ឲ្យមាន់ដេកនិងក្រាបពងសំខាន់ណាស់សម្រាប់ទប់ស្កាត់កត្តាចង្រៃផ្សេងដូចជាការឆ្លងជំងឺពីខាងក្រៅសត្វស៊ីគេលួចម៉ូតូឬកង់កិនជាដើមទ្រុងគួរធ្វើនៅលើដីទួលមិនលិចទឹកមានខ្យល់អាកាសចេញចូលបានល្អធ្វើតាមលក្ខណៈបច្ចេកទេសនិងដោយប្រើប្រាស់ធនធានដែលអាចរកបាននៅក្នុងភូមិដូចជាឫស្សីកូនឈើឬដាំរបងរស់ឲ្យញឹកលក្ខណៈរបស់ទ្រុងគឺមាន2ជាន់ទ្រុងខាងក្នុងត្រូវមានជញ្ជាំងការពារប្រក់ដំបូលពីស្លឹកកណ្ដប់ដើម្បីការពារកម្ដៅនិងភ្លៀងព្រមទាំងរៀបចំឲ្យមានធ្នើរសម្រាប់ដាក់សម្បុកឲ្យមាន់ពងនិងទ្រនំសម្រាប់មាន់ដេកផងខាងក្រៅជារបងព័ទ្ធជុំវិញការពារកុំឲ្យមាន់ដើរពាសវាលពាសកាលត្រូវមានទីធ្លាធំទូលាយសម្រាប់ឲ្យមាន់ដើរនិងមានដាំឈើហូបផ្លែដំណាំដែលដុះងាយសម្រាប់ជាម្លប់ដល់មាន់ជ្រកកម្ដៅនៅពេលថ្ងៃក្ដៅក្រៅពីម្លប់មាន់ក៏ត្រូវការពន្លឺនិងកម្ដៅផងដែរ
ធម្មតាមន់ជាសត្វចូលចិត្តកកាយរកចំណីបន្ថែមដូច្នេះយើងគួរតែជីករណ្ដៅជម្រៅ3ទឹកទំហំ3គុណនឹង4ម៉ែត្រប្រមូលស្លឹកឈើឬសារធាតុផ្សេងៗដាក់ក្នុងស៊ុមហើយឧស្សាហ៍ស្រោចទឹកនិងកាប់ជ្រោយដើម្បីឲ្យកើតសត្វល្អិតជាចំណីសម្រាប់មន់ការធ្វើរបៀបនេះអាចជួយឲ្យមន់របស់អ្នកលូតលាស់លឿនតាមរយៈការចឹកស៊ីចំណីសត្វល្អិតសម្បូរទៅដោយសារធាតុសាច់និងអាចជៀសវាងការបាត់បង់ផ្សេងៗដោយសារវាដើរមិនឆ្ងាយទឹកសម្រាប់មាន់ផឹកគឺត្រូវតែស្អាតនិងមាននៅក្នុងស្នូកជាប់ជានិច្ចហើយត្រូវធ្វើការផ្លាស់ប្ដូរនិងលាងសម្អាតជារៀងរាល់ថ្ងៃទឹកគឺជាសារធាតុមួយចាំបាច់និងសំខាន់ជាងសារធាតុចំណីណាទាំងអស់ពីព្រោះវាចូលរួមចំណែកជួយបន្សាបជាតិពុលជួយរំលាយអាហារនិងជួយស្រូបយកសារធាតុចិញ្ចឹមនិងរក្សាលំនឹងសីតុណ្ហភាពក្នុងខ្លួនសត្វមាន់ដែលខ្វះទឹកមានការលូតលាស់យឺតហើយងាយទទួលរងនៅជំងឺផ្សេងៗទោះបីមានចំណីគ្រប់គ្រាន់សម្រាប់មាន់ក៏ដោយក៏អ្នកត្រូវតែមានការការពារពីជំងឺឆ្លងផ្សេងដែរដែលមេថ្នាំនោះផ្សំពីរុក្ខជាតិដ៏សម្បូរបែបមាននៅក្នុងភូមិរបស់អ្នកឱសថបុរាណអាចប្រើសម្រាប់ការពារជំងឺមាន់មានដូចជាគល់ស្លឹកគ្រៃសំបកកសំបកស្ដៅស្លឹកស្ដៅវល្លិបណ្ដូពេជ្រខ្ញីខ្ទឹមសឡាក់យើងអាចរើសយកប្រភេទណាមួយតាមលទ្ធភាពដែលរកបានដាក់ត្រាំវាក្នុងទឹកឲ្យមាន់ផឹកជាប់ជាប្រចាំហើយត្រូវធ្វើការផ្លាស់ប្ដូរចេញជារៀងរាល់ថ្ងៃដើម្បីកុំឲ្យទឹកនោះផ្អូមឯកដោយើងអាចមានថ្នាំឱសថជាថ្នាំសម្រាប់ដាក់ត្រាំទឹកឲ្យវាផឹកបន្ថែមទៀតមានដូចជាស្លឹកចាក់ស្មុកស្លឹកចាក់ស្មុកសម្រាប់ដាក់បុកវាសម្រាប់ស្រោះយកទឹកដាក់ត្រាំក្នុងទឹកឲ្យកូនមាន់ផឹកសម្រាប់កូនមាន់តូចដែលវាឆាប់ទទួលរងជំងឺក្តៅរាគនឹងយើងដាក់ព្យាបាលវាទឹកបានត្រូវជាវាទៅលក់ម៉ត់ចូលក្នុងបន្តមានបន្តថ្នាំធម្មជាតិដែលតែជាវ៉ាក់សាំងរបស់វាហ្នឹងដែលមានផ្សំពីស្រាហើយនឹងសត្វមានពឹសមានក្អែបខ្ទួយខ្យាដំរីអម៉ាល់ដែលសត្វដែលមានពឹសហ្នឹងយើងយកមកត្រាំក្នុងស្រារយៈពេល1អាទិត្យយើងអាចប្រើបានដោយបន្តទៅលើកូនមាន់ដែលមានវាញាស់មកបាននិយាយរួម24ម៉ោងយើងអាចបន្តក្នុងមួយដំណក់បាទកូនមាន់មួយយើងហែកមាត់វាបន្តទឹកថ្នាំវ៉ាក់សាំងធម្មជាតិហ្នឹងមួយដំណក់ចូលក្នុងមាត់កូនមាន់ហ្នឹងមកយើងចាំដាក់នៅក្នុងត្រង់បំបែកកូនហ្នឹងបាទ
បានក្រោយមក3សប្តាហ៍យើងអាចបន្តបាន2ទៅ3តំណក់ទៀតលើកូនមន់យើងអាចរំលឹកវាម្ដងទៀត3សប្តាហ៍ហ្នឹងហើយបន្ទាប់ពី3សប្តាហ៍ហ្នឹងទៅយើងអាចកំណត់អាយុវាប្រហែលជាក្រោយហ្នឹងប្រហែលជាមួយខែយើងអាចបន្តរំលឹកម្ដងទៀត2 3តំណក់ម្ដងទៀតបាទទោះបីមាន់ជាសត្វពូកែកាយរកចំណីស៊ីដោយខ្លួនឯងក៏ដោយក៏អ្នកត្រូវតែដាក់ចំណីឲ្យជាប្រចាំដែរមានន័យថាចំណីគ្រប់គ្រាន់ឲ្យមាន់ស៊ីឆ្អែតហើយមានគុណភាពសមស្របទៅតាមតម្រូវការសម្រាប់ការលូតលាស់និងរស់នៅជាទូទៅមាន់ជំទង់មួយក្បាលត្រូវការបរិមាណចំណីសរុបទាំងអស់ប្រហែល1ខាំក្នុងមួយថ្ងៃក្នុងមួយថ្ងៃយើងផ្ដល់ចំណីសម្រាប់មាន់គឺ3ដងចំណីដែលមានលាយផ្សំមានស្រូវត្រាំឲ្យដុះជាប្លុកឬចុងអង្ករមានកន្ទុកជាតិបន្លែគឺយើងមានតកួនមានស្លឹកងប់ស្លឹកបាសស្លឹកអំឡុងមីឬក៏ស្លឹកសាម៉ាវដែលយើងមានយកមកផ្សំជាមួយនឹងចំណីប្រហែលជាជាតិបន្លែទាំងអស់ហ្នឹងប្រហែលជាចំនួន30ទៅ 40% នៃចំណីដែលយើងផ្សំលាយឲ្យមាន់ជាប្រចាំរៀងរាល់ពេលដែលមានគ្រប់ពេលដែលមានជាតិបន្លែហ្នឹងចំណីសម្រាប់មាន់គួរដាក់នៅក្នុងស្នូកហើយលាយចូលគ្នានៅប្រភេទចំណីជាតិអង្ករជាតិសាច់ជាតិបន្លែបៃតងនិងអំបិលបន្តិចចំណីសម្រាប់មាន់គួរមានគ្រប់ជីវជាតិចម្រុះដូចជាអាហារជាតិសាច់អាហារធម្មពលអាហារជាតិរ៉ែនិងអាហារវីតាមីនកាលណាមាន់ស៊ីចំណីមិនគ្រប់អាហារទាំង4ក្រុមនេះទេវានឹងលូតលាស់យឺតពងតិចសុខភាពខ្សោយនិងងាយកើតជំងឺឆ្លងផ្សេងអ្នកចិញ្ចឹមមាន់គួរផ្លាស់ប្ដូរទម្លាប់ពីការឲ្យស្រូវអង្ករដោយបាចឲ្យស៊ីមកផ្ដល់ជាកន្ទក់ឬចុងអង្ករលាយជាមួយនឹងបន្លែបៃតងដូចជាត្រកួនចបបាយទាវិញព្រោះវាជួយសន្សំក៏ដូចជាជួយកាត់បន្ថយនៅការចំណាយរបស់អ្នកទៅលើចំណីហើយវាអាចជួយឲ្យមាន់របស់អ្នកលូតលាស់លឿននិងមានសុខភាពល្អដើម្បីបង្កើនប្រសិទ្ធភាពនៃការលូតលាស់របស់មាន់យើងអាចធ្វើមេចំណីដើម្បីបំប៉នបានតាមលក្ខណៈងាយៗក្នុងការធ្វើដោយមានសារធាតុស្រស់ៗដូចជាសាច់បន្លែមើមរុក្ខជាតិផ្លែឈើយកមកចិញ្ច្រាំបញ្ចូលគ្នាធ្វើយ៉ាងណាឲ្យម៉ត់ល្អ
បន្ទាប់មកលាយជាមួយនឹងស្ករ1/3រួចច្របល់ឲ្យសព្វនៅពេលច្របល់សារធាតុផ្សំទាំងអស់ចូលគ្នាឲ្យសព្វហើយយើងច្រកវាចូលក្នុងកែវរួចបិទឲ្យជិតរក្សាទុករយៈពេលយ៉ាងតិច15ពេលចំណីកាច់បានល្អហើយយើងអាចយកវាលាយជាមួយនឹងចំណីឲ្យមាន់ស៊ីក្នុងកម្រិត1%ឬបើចំណី1គីឡូក្រាមលាយមេចំណី1ស្លាបព្រាកាហ្វេជាទូទៅស្រមើច្រើនកើតឡើងលើសម្បុកមាន់ជាពិសេសនៅពេលមាន់កំពុងក្រាបដូច្នេះដើម្បីកុំឲ្យមានស្រមើកើតមានជាដំបូងមុនពេលមាន់ក្រាបពងយើងអាចប្រើសាវម៉ាវព្រៃស្លឹកស្តៅស្លឹកគ្រៃស្លឹកស្មាច់ស្លឹកទៀបស្លឹកម្រះព្រៅស្លឹកកន្ទ្រៀងខែតឡាដាក់ត្រាំបាតមុនពេលដាក់ឲ្យមាន់ពងនៅពេលកូនមាន់ញាស់អស់យើងគួរយកចំបើងឬអ្វីដែលទ្រាំធ្វើជាសម្បុកមាន់ដុតចោលដើម្បីសម្លាប់ចៃនិងស្រមើលបោសសម្អាតលាងទ្រុងស្នូកទឹកនិងស្នូកចំណីជាប្រចាំឧស្សាហ៍បោសសម្អាតលាមកមាន់ចេញពីទ្រុងព្រោះវាសម្បូរទៅដោយឧស្ម័នឈួលបណ្ដាលឲ្យរលាកសួតមាន់នៅពេលមានផ្ទុកជំងឺត្រូវប្រើកំបោរសលាងសម្លាប់មេរោគបំបត្តិប្រភពទឹកកខ្វក់នៅជុំវិញផ្ទះនិងទ្រុងមាន់រក្សាមាន់ឲ្យមានសុវត្ថិភាពដោយដាក់ចិញ្ចឹមនៅក្នុងរបងព័ទ្ធជុំវិញដើម្បីការពារកុំឲ្យមានការប៉ះពាល់ជាមួយមាន់ដទៃដែលអាចមានជំងឺផ្ដាសាយបាក់សីដាក់មាន់ចំណូលថ្មីឲ្យនៅក្នុងទ្រុងមួយដាច់ដោយឡែករយៈពេល14ថ្ងៃចម្ងាយយ៉ាងតិច3ម៉ែត្រពីមាន់ផ្សេងទៀតត្រូវយកមាន់ដែលងាប់ដោយសារជំងឺផ្សេងៗទៅកប់ក្នុងដីឲ្យបានជ្រៅនិងឆ្ងាយពីបរិវេណចិញ្ចឹមបើមានមាន់ឈឺឬសង្ស័យថាកើតជំងឺត្រូវបំបែកវាដាក់ក្នុងទ្រុងផ្សេងឆ្ងាយពីគេដើម្បីកុំឲ្យចម្លងជំងឺទៅមាន់ដទៃទៀតត្រាំស្លឹកគ្រៃសម្បកស្តៅរំដេងគ្រាប់សង្កែឲ្យមាន់ផឹក
ជាពិសេសនៅរដូវក្តៅយើងត្រូវទម្លាក់ព្រូនឲ្យមាន់ជារៀងរាល់ខែដោយប្រើស្លឹកកន្ធុំថេតគ្រាប់កន្ធុំថេតនិងផ្លែស្លាខ្ចីជាដើមលាយជាមួយចំណីរយៈពេល3ថ្ងៃម្ដងឬបញ្ច្រកតែម្ដងក្នុងកម្រិត3គ្រាប់សម្រាប់មាន់ទម្ងន់1គីឡូក្រាមចំពោះផ្លែស្លាខ្ចីវិញអាចយកមកបុកលាយជាមួយនឹងចំណីឬទឹកក៏បានក្នុងកម្រិត1/4នៃផ្លែសម្រាប់មាន់មានទម្ងន់1គីឡូក្រាមដូចគ្នាអ្នកក៏អាចប្រើដូងទុំកោសលាយជាមួយនឹងចំណីឬកន្ទក់ដាក់ឲ្យស៊ីរៀងរាល់ខែក៏បានការទម្លាក់ព្រូនអាចជួយឲ្យមាន់ធំធាត់បានលឿននិងមានសុខភាពរឹងមាំមិនងាយកើតជំងឺឆ្លងផ្សេងទៀតផងរៀបចំរណ្ដៅកំប៉ុស្តសម្រាប់បង្ការសត្វល្អិតជាចំណីមាន់